ការវាយប្រហាររបស់រុស្ស៊ីបានសម្លាប់មនុស្សចំនួន7នាក់នៅតំបន់ដូណេតដែលស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែនទីក្រុងគៀវអភិបាលតំបន់បានប្រកាសនៅថ្ងៃពុធនេះថាមនុស្សយ៉ាងហោចណាស់7នាក់ត្រូវបានសម្លាប់និង8នាក់ផ្សេងទៀតត្រូវបានរងរបួសនៅក្នុងការវាយប្រហាររបស់រុស្ស៊ីនៅលើទីក្រុង Druzhkivka ក្នុងតំបន់ដូណេតដែលគ្រប់គ្រងដោយអ៊ុយក្រែននេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters លោក Vadim Filaskin បានបញ្ជាក់នៅលើបណ្ដាញទំនាក់ទំនង Telegram ថារុស្ស៊ីបានបាញ់ផ្លោងទៅលើទីក្រុងនេះដោយប្រើប្រាស់គ្រាប់បែកចង្កោមដោយបានកំណត់លើទីផ្សារមួយកន្លែងនិងបានទម្លាក់គ្រាប់បែកពីលើអាកាសចំនួន2គ្រាប់បន្ថែមទៀតចំពោះភាគីរុស្ស៊ីមិនទាន់មានការឆ្លើយតបភ្លាមៗចំពោះការចោទប្រកាន់នេះទេខណៈដែលភាគីទាំងពីរតែងតែបដិសេធថាខ្លួនមិនបានកំណត់គោលដៅវាយប្រហារទៅលើជនស៊ីវិលឡើយចាប់តាំងពីសង្គ្រាមផ្ទុះឡើងក្នុងឆ្នាំ2022មក